សួស្តីទាំងអស់គ្នាត្រឡប់មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតនៅក្នុងនេះគឺជា short lesson មេរៀនខ្លី The Power of Discipline ដែលនិយាយអំពីអំណាចនៃ discipline វិន័យបងប្អូន Why discipline is important in life and family ហើយបានជាវិន័យនេះវាមានសារៈសំខាន់នៅក្នុងជីវិតនិងគ្រួសារអញ្ចឹងលេខរៀងទី1 number 1 What is discipline បាទយើងចូលមេរៀនគឺថាតើអ្វីទៅដែលជាវិន័យណារៀងលឿនបន្តិចបងប្អូន What is discipline អ្វីទៅដែលជាវិន័យអញ្ចឹងយើងមកការបទៀត Discipline means self control the ability to do what it is right when we don't feel like it means following rules keeping routines and being consistent in our actions យើងមកប្រាប់ថាវិន័យវាមានន័យថាការកំពារខ្លួនឯងការរក្សាការពារខ្លួនឯងអំណាចនៃការធ្វើអ្វីដែលជារឿងត្រឹមត្រូវបើទោះបីជាយើងមិនពេញចិត្តវាក៏ដោយវាមានន័យថា it mean follow the rule វាមានន័យថាការធ្វើទៅតាមវិន័យ keeping routine រក្សានៅទម្លាប់ប្រចាំថ្ងៃ and being consistent ហើយត្រូវតែស្ថិរភាពនៅក្នុងសកម្មភាពរបស់យើង in our action នៅក្នុងសកម្មភាពរបស់យើងណាស្ថិរភាព consistent ស្ថិរភាពនៅក្នុងសកម្មភាពការងាររបស់យើង number 2 right number 2 why discipline important why is discipline important ហើយបានជាវិន័យនឹងវាសំខាន់ម្ល៉េះ why is discipline important ហេតុអីបានជាវិន័យវាសំខាន់ម៉េះឬក៏ម្លេះណាអញ្ចឹង A ចំណុច A bring success ហ្នឹងគឺយើងបកប្រែថាdiscipline នេះវានាំមកនៅភាពជោគជ័យណាកាលណាដែលយើងមាន discipline មាននៅវិន័យផ្ទាល់ខ្លួនហ្នឹងហើយគឺវាតែងតែពំនាំយកនៅភាពជោគជ័យនៅសេចក្តីល្អគ្រប់យ៉ាងឲ្យខ្លួនយើងណា bring success នាំមកនៅភាពជោគជ័យ without discipline ប្រសិនបើអត់មាន discipline ហ្នឹងទេវិន័យហ្នឹងទេណា people may have goal មនុស្សអាចមាននៅ goal ដៅណាអាចមាននៅ goal ដៅ but they will not reach them ប៉ុន្តែពួកគេឬក៏មនុស្សទាំងហ្នឹងមិនអាចឈានទៅដល់អាគោលដៅរបស់ពួកគេនឹងបានទេណា discipline have us keep going មានន័យថាវិន័យហ្នឹងវាជួយឲ្យយើងបន្តទៅកាន់អាគោលដៅហ្នឹង even when life is difficult បើទោះបីណាជីវិតនៅក្នុងភាពលំបាកអន្តការយ៉ាងណាក៏ដោយណា successful people មនុស្សដែលទទួលបាននៅភាពជោគជ័យដ៏ត្រចះត្រចង់ successful people ហ្នឹងណា in school នៅក្នុងសាលារៀន business នៅក្នុងអាជីវកម្ម health នៅក្នុងសុខភាព or family ឬក៏ជោគជ័យនៅក្នុងក្រុមគ្រួសារ all have strong discipline ទាំងអស់ហ្នឹងសុទ្ធសឹងតែជាមនុស្សដែលមាននៅវិន័យខ្លាំងក្លារឹងមាំណា all have strong discipline មាននៅវិន័យខ្លាំងក្លាឬក៏រឹងមាំអញ្ចឹងទៅ B ចំណុច B build strong family គឺយើងបកប្រែថាបង្កើតនៅគ្រួសារដ៏រឹងមាំ be a strong family បង្កើតនៅគ្រួសារដ៏រឹងមាំ in a disciplined family នៅក្នុងគ្រួសារដែលមានវិន័យ children ក្មេងៗឬកូន learn to respect time រៀនគោរពពេលវេលាណារៀនគោរពពេលវេលា
take responsibility take responsibility គឺយើងបកប្រែថាទទួលមានទំនួលខុសត្រូវ yeah responsibility មានទំនួលខុសត្រូវ help others ជួយមនុស្សដែលនៅជុំវិញខ្លួន and grow with good habit ហើយធំធាត់ឡើងនៅក្នុង habit ទម្លាប់ដ៏ល្អត្រឹមត្រូវ parents leads by example ឪពុកម្ដាយដើរតួជាឧទាហរណ៍ everyone know their role គ្រប់គ្នាស្គាល់ពីតួនាទីរបស់គូខ្លួន they spill peace and love at home នេះគឺបង្កើតនៅសន្តិភាពហើយនិងសេចក្តីស្រឡាញ់នៅឯគេហដ្ឋានឬនៅផ្ទះចឹងទៅ C ចំណុច C improve learning មនុស្សដែលមានវិន័យគឺ improve learning តែម្ដងបើន័យថារីកចម្រើនខាងការសិក្សា improve ណារីកចម្រើនលូតលាស់ផ្នែកខាងការរៀនសូត្រចឹងទៅ one children នៅពេលដែលក្មេងៗឬក៏កូន or adult ឬក៏ជួបក្មេងជំទង់ are discipline ពោពេញទៅដោយវិន័យណាពោពេញទៅដោយវិន័យ they study regularly ពួកគេសិក្សាព្យាយាមសិក្សាណា regularly they study regularly ពួកគេព្យាយាមសិក្សាជាធម្មតា pay attention ព្យាយាមយកចិត្តទុកដាក់ and improve step by step ហើយអភិវឌ្ឍមួយជំហានម្ដងណា they don't wait for motivation ពួកគេមិនរងចាំការលើកទឹកចិត្តណាមួយនោះឡើយ they learn because it important ពួកគេរៀនពីព្រោះថាវាជាផ្នែកដ៏សំខាន់ណាពួកគេដឹងថាការរៀនគឺជាផ្នែកដ៏សំខាន់ណាអញ្ចឹងគេខំរៀនមិនបាច់ចាំលើកទឹកចិត្តគេក៏គេត្រូវតែរៀនដែរណាចាំបានអញ្ចឹង D ចំណុច D have manage time and energy អ្នកដែលមានវិន័យហ្នឹងគឺជួយគ្រប់គ្រងឬក៏ជួយគ្រប់គ្រងពេលវេលាហើយនឹង energy ថាមពលជួយគ្រប់គ្រងពេលវេលានិងជួយគ្រប់គ្រងផ្នែកថាមពល yeah people with discipline មនុស្សដែលមាននៅវិន័យ know how to plan their day ដឹងអំពីរបៀបនៃការធ្វើផែនការប្រចាំថ្ងៃរបស់ពួកគេណា they balance work ពួកគេឲ្យតម្លៃទៅលើការងារ rest ឲ្យតម្លៃទៅលើការសម្រាក family time ឲ្យតម្លៃទៅលើពេលវេលារបស់ក្រុមគ្រួសារ and even entertainment ហើយនឹងឲ្យតម្លៃទៅលើការ entertainment ការសប្បាយណា entertainment ការកម្សាន្តចឹងទៅការកម្សាន្ត they feel more relaxed and in control ពួកគេមានអារម្មណ៍ថាមានការ relax មានការសម្រាកឬក៏មានការធូរស្រាលកាន់តែច្រើនឡើង and in control ហើយនៅក្នុងការកំពារឬការពារចឹងទៅ okay E protects from bad habits ចំណុច E ហ្នឹងអ្នកដែលមានវិន័យហ្នឹងគឺ protect មានន័យថា protect ការពារពី bad habit ទម្លាប់អាក្រក់អ្នកដែលមានវិន័យហ្នឹងគឺបានទៅនឹងមានការការពារពីទម្លាប់អាក្រក់ habit ទម្លាប់ bad អាក្រក់ណា a lack of discipline ប្រសិនបើខ្វះនៅការមានវិន័យ lead to laziness វានាំទៅរកភាពខ្ជិលច្រអូស wasting time ភាពខ្ជិលពេលវេលា and even dangerous behaviors និងសកម្មភាពអាក្រក់ណា dangerous គ្រោះថ្នាក់និងសកម្មភាពឬដ៏គ្រោះថ្នាក់ផ្សេង discipline keep us focus វិន័យនឹងវាជួយឲ្យយើងផ្ដោត
away from harmful thing ផ្ដោតឆ្ងាយពីរឿងដែលអាក្រក់ណា harmful thing ហ្នឹងរឿងដែលអាក្រក់រឿងដែលមិនល្អរឿងដែលអាក្រក់អញ្ចឹងទៅអូខេ 3 លេខរៀងទី3 the results of discipline បានន័យថាលទ្ធផលដែលសម្រេចបានអំពីវិន័យអញ្ចឹងអ្នកដែលមានវិន័យហ្នឹងទទួលបានផលមិនអូខេអ្នកដែលគោរពពេលវេលាអ្នកដែលគោរពចាស់ព្រឹទ្ធាចារ្យអ្នកដែលគោរពខ្លួនឯងអ្នកដែលមានវិន័យលើខ្លួនឯងបានផលមិនអញ្ចឹងយើងទៅមើលទាំងអស់គ្នា better education and knowledge ទទួលបាននៅការអប់រំកាន់តែប្រសើរឡើងនិងចំណេះដឹងកាន់តែប្រសើរឡើង better education and knowledge ទទួលបាននៅការអប់រំនិងចំណេះដឹងកាន់តែប្រសើរឡើងយើងបកប្រែអញ្ចឹង healthier lifestyle ទទួលអីគេបងប្អូន lifestyle ហ្នឹងការរស់នៅដ៏មានផាសុកភាព healthier ដ៏មានផាសុកភាព exercise មានលំហាត់ប្រាណ good sleep គេងបានល្អ eating well ញ៉ាំបានត្រឹមត្រូវទៀងពេលវេលាអញ្ចឹងណាអាហារគ្រប់គ្រាន់អញ្ចឹងទៅ មានសារធាតុគ្រប់គ្រាន់គេហៅ eating well okay stronger finances នឹងយើងនិយាយអំពី finance ហិរញ្ញវត្ថុរឹងមាំមានហិរញ្ញវត្ថុរឹងមាំបានន័យថា saving money យើងត្រូវចេះសន្សំលុយ working hard ធ្វើការកាន់តែខ្លាំងឡើងឲ្យច្រើនឡើងខ្លាំងឡើងទៀតណា peace in the home បានន័យថាសន្តិភាពនៅក្នុងផ្ទះ less fighting គ្មានការវាយតប់វាយដំច្រំធាក់អញ្ចឹងណា less fighting ឆ្លោះប្រកែកគ្មានការឆ្លោះប្រកែកវាយដំច្រំធាក់អញ្ចឹងទៅ more cooperation មានសហប្រតិបត្តិការគ្នាទៅវិញទៅមកកាន់តែច្រើនឡើងណា more cooperation មានការសហប្រតិបត្តិការគ្នាទៅវិញទៅមកកាន់តែច្រើនឡើង personal growth អាហ្នឹងការលូតលាស់ផ្ទាល់ខ្លួន confidence មានconfidence មានការជឿជាក់ respect មានការគោរព and success ហើយនឹងភាពជោគជ័យ discipline វិន័យ is love យើងបកប្រែថាវិន័យគឺជាសេចក្តីស្រឡាញ់ណា discipline is strength វិន័យគឺជាកម្លាំង if we want a better life ប្រសិនបើយើងត្រូវការជីវិតដ៏ល្អប្រសើរណាមួយ we must practice discipline every day យើងត្រូវតែអនុវត្តនៅវិន័យជារៀងរាល់ថ្ងៃនេះគឺជាមេរៀនខ្លីមួយដែលខ្ញុំដកស្រង់ចេញមកដើម្បីធ្វើជាវីដេអូចែករំលែកទៅកាន់បងប្អូន